ថ្ងៃនេះមានរឿងដ៏ល្អមួយចែកម្លែកជាមួយបងប្អូនអរគ្នានៅក្នុងវត្តមួយមានស្រះទឹកដ៏ធំហើយនៅមាត់ស្រះទឹកនោះមានគីង្គក់មួយក្បាលលោតចុះលោតឡើងដើម្បីរកចំណីខណៈពេលដែលគេកំពុងតែលោតចុះលោតឡើងនេះស្រាប់តែគេឃើញព្រះសង្ឃមួយអង្គរៀបចំបកាយរៀបចំខ្លួននិមន្តទៅបិណ្ឌបាតមានក្រងជីវរកាន់បាតអីយ៉ាងទៅណាហើយព្រះអង្គក៏និមន្តទៅចូលភូមិមកស្ទុះក្រោយមកព្រះអង្គនិមន្តត្រឡប់មកវិញមានបាយមួយបាតហើយមានសម្លមានអីទៀតអញ្ចឹងគីង្គក់គាត់នឹកឃើញហ្នឹងគិតថាធ្វើជាលើសងដូចស្រួលណាអត់ចាំបាច់ធ្វើអីទេដល់ម៉ោងរៀបចំខ្លួនទៅយកបាយពីអ្នកស្រុកមកម៉ោងចង់ធ្វើដូចជាលោកដែរបើបានធ្វើដូចជាលោកដែរនឹងអស់ចាប៉ុណ្ណាទេជីវិតនឹងតែរីករាយខ្លាំងហ្មងណាអញ្ចឹងដៃគុណឆាន់ពេលដែលលោកឆាន់ហើយលោកលាងបាតលាងចានអីចាក់ចោលទៅមិនសល់បាយសល់អីនៅលើដីពេញហ្នឹងណាអញ្ចឹងមន់ឃើញអញ្ចឹងពេលមន់ឃើញអញ្ចឹងមកដល់ចឹកបាយស្អាតតែគេគក់គិតទៅធ្វើជាមន់ដូចស្រួលមិនបាច់ចាំធ្វើដូចលោកទេព្រោះធ្វើជាលោកត្រូវកោសក់ផងត្រូវលះបង់ច្រើនណាស់ហើយមានវិន័យផងរក្សាសិលពិបាកញញហើយច្រើនអត់ចង់ធ្វើជាលោកទេធ្វើត្រឹមជាមន់បានហើយមន់កំពុងតែស៊ីបាយរាយបាយនៅលើដីដោយរីករាយស្អាតតែមានឆ្កែមកក្បាលមកដេញខំមន់ចង់ស៊ីបាយហើយចង់ស៊ីទាំងមន់ទៀតដេញខំរត់ពីមួយទៅមួយមើលថាឆ្កែធម្មតាទេអាចចង់ធ្វើជាមន់ទេព្រោះធ្វើជាមន់ត្រូវខំស៊ីចិញ្ចឹមខ្លួនទៅមន់មកធំដល់ពេលធំឆ្កែមកឃើញចង់ដេញតវ៉ាចង់ដេញស៊ីទៀតអត់ឥឡូវចង់ធ្វើឆ្កែបើសិនបានធ្វើជាឆ្កែវិញជីវិតនឹងសុបាយប៉ុណ្ណាមានអំណាចបងឆ្កែបងតែដេញមន់រត់ប្រងប្រាំងនៅក្នុងវត្តក្បែរស្រះទឹកហ្នឹងស្រាប់តែមានមនុស្សម្នាក់មកដេញឆ្កែទៀតគាត់ដេញវាយឆ្កែកុំឲ្យឆ្កែហ្នឹងដេញខាំមន់ហើយគេគាត់ថាបើបានធ្វើជាមនុស្សអស្ចារ្យមានអំណាចខ្លាំងសូម្បីតែឆ្កែដែលដេញមន់ហ្នឹងក៏ខ្លាចមនុស្សរត់ផ្អើលពេញហ្នឹងដែរអញ្ចឹងបរិសម្នាក់ហ្នឹងបន្ទាប់ពីដេញឆ្កែហើយគាត់ហត់គាត់មកអង្គុយនៅរោងក្បែរស្រះទឹកហ្នឹងអង្គុយស្រាប់តែរុយមកទុំច្មោះតិចទុំតិចតិចរុយមកច្រើនពេកបកចុះបកឡើងទ្រាំវាខឹងខ្ញុំឲ្យរុយហ្នឹងទ្រាំឲ្យបានដើរចេញទៅគេគក់គាត់ថារុយតូចល្អិតមួយហ៎ប៉ុន្តែមានអំណាចមែនតើមនុស្សមានប្រពន្ធណាណីមកបណ្ដឹងឲ្យធ្វើឲ្យចង់ឲ្យទ្រាំមួយរុយបានសុខចិត្តរត់ចេញពីកន្លែងហ្នឹងទៅអញ្ចឹងចង់ធ្វើជារុយបើឯងបានធ្វើជារុយវិញនឹងសុបាយប៉ុណ្ណាតូចល្អិតគេមើលអត់សូវឃើញប៉ុន្តែមានអំណាចធ្វើឲ្យមនុស្សធំហ្នឹងធុញទ្រាន់ឲ្យរត់ចេញបានគេពងតែគិតចឹងគេសម័យគិតចោះកន្លងស្រាប់តែរុយហ្នឹងក៏តែទុំក្បែរមាត់គេគក់គាត់រុយទុំក្បែរមាត់ពុបគេគក់លៀនតាត់មកខ្វាច់លេបចូលហើយស្រាប់គេគិតមិនទីថាគិតចោះកន្លងអញមិនបាច់ចង់ទៅធ្វើជាស្អីទេសូម្បីតែរុយចុងក្រោយហ្នឹងក៏មកចូលនៅក្នុងមាត់អញណាអញ្ចឹងបើគិតទៅអញធ្វើជាខ្លួនឯងអញគ្រាន់បានតែសត្វគីង្គក់នេះមិនអត់ណាអញ្ចឹងមិនបាច់ធ្វើអីសុំធ្វើត្រឹមគីង្គក់បាននៃអប់រំដ៏សំខាន់នៅក្នុងរឿងនេះពេលខ្លះនៅក្នុងដំណើរជីវិតរបស់យើងនេះគឺយើងអត់មានគោលដៅតែពេលដែលយើងអត់មានគោលដៅច្បាស់លាស់នៅក្នុងជីវិតគឺយើងចាប់នេះតិចចាប់នោះតិចអញ្ចឹងវាអត់ដឹងស្អីច្បាស់ដោយបុរាណថាចាប់នេះចាប់នោះអត់ឆ្ពោះត្រង់ណានាំបញ្ហាដល់ជីវិតហើយទី2នៅពេលដែលយើងអត់ច្បាស់យើងអត់ស្គាល់ខ្លួនឯងអញ្ចឹងយើងរត់តាមគេឃើញគេធ្វើនេះល្អចង់ទៅតាមគេឃើញគេធ្វើនេះល្អចង់រត់តាមគេហើយអ្វីទី3គឺនៅពេលដែលយើងធ្វើបែបហ្នឹងគឺចិត្តរបស់យើងអត់ស្ងប់នៅពេលដែលចិត្តយើងអត់ស្ងប់យើងអត់រីករាយហើយក៏អត់ស្គាល់អំពីគុណតម្លៃខ្លួនឯងអញ្ចឹងខ្ញុំគិតថាអ្វីដែលយើងអាចធ្វើបានដើម្បីជួយសម្រួលដល់ដំណើរជីវិតរបស់យើងឲ្យប្រសើរគួរតែផ្ដល់ពេលវេលាឲ្យខ្លួនឯងហើយស្វែងរកខ្លួនឯងថាស្អីគេដែលជាចំណុចពិសេសរបស់យើងស្អីគេដែលយើងពេញចិត្តនៅក្នុងជីវិតរបស់យើងជាការពិតយើងត្រូវបើកចិត្តទៅលេក្នុងការរៀនសូត្រពីមនុស្សជំនាញខ្លួនរបស់យើងក៏ប៉ុន្តែមិនឲ្យភ្លេចថាស្អីគេដែលជាលក្ខណៈពិសេសរបស់យើងស្អីគេដែលយើងអាចធ្វើបានស្អីគេដែលយើងពូកែហើយចូលធ្វើឲ្យអស់ពីលទ្ធភាពប៉ុន្តែយើងមានគោលដៅបើកចិត្តទៅលេក្នុងការរៀនសូត្រដើម្បីឲ្យចំណេះដឹងរបស់យើងកាន់តែប្រសើរថែមទៀតអញ្ចឹងវានឹងជួយឲ្យជីវិតរបស់យើងប្រសើរហើយទទួលបាននូវអ្វីដែលយើងចង់បាននៅក្នុងដំណើរជីវិតរបស់យើងអរគុណច្រើន